សួស្តីអ្នកនរគ្នាចឹងយើងមកធ្វើលំហាត់របស់យើងតទៀតដែលចាប់តាមពីកន្លែងលេខ16ទៅអូខេតោះចឹងយើងមើលតគ្នាណាnumber 16គេដាក់ថា Toyotas ចុចចុច Japanese ចុចចុចអូខេចឹងកន្លែងហ្នឹងគឺមានប្រឡោះ2សម្រាប់អ្នកនរគ្នាបំពេញតែយើងយកចម្លើយមួយណាចឹងមុនទៅបំពេញយើងមើលលក្ខខណ្ឌល្បាប់របស់យើងសិនជាទូទៅគឺយើងឃើញមានប្រធានហើយបន្តមកទៀតអីដែលត្រូវមានគឺត្រូវការកិរិយាសព្ទអ្នកនរគ្នាភាសាអង់គ្លេសហៅ verb អូខេអាហ្នឹងរឿងមួយរឿងមួយទៀតអ្នកនរគ្នាដោយសារពាក្យ Japanese ហ្នឹងថ្នាក់ពាក្យរបស់វាជាគុណនាមទេបែបហ្នឹងគឺមានន័យថាក្នុងល្បះជាភាសាអង់គ្លេសអឺយើងមានគុណនាមហើយបន្តមកទៀតគឺយើងត្រូវបូកជាមួយនឹងនាមអូខេអោះអឺក្រៅពីនោះចង់បញ្ជាក់អ្នកនាងបន្តិចកន្លែងប្រធានរបស់យើងបើប្រធានរបស់យើងមានតម្រងជា singular អូខេនៅពេលដែលបូកជាមួយគេហស័ព្ទក៏គេហស័ព្ទរបស់យើងក៏មានតម្រងជា singular ដូចគ្នាអ្នកនរគ្នាអូខេមានន័យថាទាំងប្រធាននិងគេហស័ព្ទត្រូវតែមានលក្ខណៈដូចគ្នាបើសិនជាប្រធានរបស់យើងឯកវចនៈគេហស័ព្ទរបស់យើងក៏តម្រងឯកវចនៈដូចគ្នាអាហ្នឹងគេហៅថា parallelism នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសអូខេចឹងយើងមកមើលល្បះរបស់យើងវិញToyotas គេសរសេរពាក្យហ្នឹងគឺមាន s អញ្ចឹងកាលណាមាន s អឺគឺយើងត្រូវបូកជាមួយនឹងអឺតម្រងគេហស័ព្ទ plural ហើយអីដែលយើងឃើញមានហ្នឹងគេហស័ព្ទ plural គឺមានតែមួយទេគឺ C អ្នកនរគ្នាដោយសារអីចំពោះចម្លើយ A B ហើយនិង D ហ្នឹងគឺមានចម្លើយ is ទាំងអស់មានន័យថាវាជាចម្លើយដែលខុសរួចហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ C ហ្នឹងឯងអ្នកនរគ្នាតោះ move on to number 17នេះគឺជាល្បះសំណួរហើយនៅមានចម្លើយរបស់វាណាគេដាក់ថា what is ចុច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 ចម្លើយគឺ she is a bank manager បើយើងបកណាល្បះនេះគេដាក់ថាគាត់ឬក៏នាងហ្នឹងគឺជាអ្នកគ្រប់គ្រងធនាគារមួយអូខេហៅ manager ណាអញ្ចឹងយើងមើលបន្តិចពាក្យថា bank manager ហ្នឹងវាជាកលឹះមួយសម្រាប់ឲ្យយើងដាក់នៅក្នុងសំណួរខាងលើ bank manager វាជាអាជីពការងារវាជា profession មួយឬក៏វាជាការងារគេហៅថា job មួយអញ្ចឹងទៅអញ្ចឹងគេសួររកហ្នឹងគឺសួររកការងាររបស់នាងបញ្ជាក់ណាប្រធានដែលជាចម្លើយនៅខាងក្រោមនេះគឺយើងប្រើពាក្យ she អញ្ចឹងមានថាសំណួរហ្នឹងគឺការងាររបស់មនុស្សស្រីអញ្ចឹងយើងក៏លេចមើលចម្លើយ A his job his វាជាពពួកគុណនាមកម្មសិទ្ធិតែសម្រាប់មនុស្សប្រុសអញ្ចឹងអត់យកទេB she job យើងក៏អត់យកដែរមូលហេតុអីដោយសារតែ she ជាសព្វនាមប្រធានហើយចំណែក job ក៏ជានាមអញ្ចឹងខ្ញុំអាចទៅសេសព្វនាមជាមួយនាមជាប់គ្នាដោយផ្ទាល់អញ្ចឹងកើតទេចំណែកឯ C នេះក៏អត់យកដែរវាមិនខុសពីលក្ខខណ្ឌ B នោះទេហើយចំណែកឯ D គឺជាចម្លើយត្រឹមត្រូវមូលហេតុអីជាទូទៅគឺយើងទៅសេពពួកគុណនាមកម្មសិទ្ធិនៅខាងមុខនាមដោយសារតែគុណនាមកម្មសិទ្ធិក៏ជាគុណនាមដែរអញ្ចឹងហើយចម្លើយរបស់យើងគឺ D What's her job? She is a bank manager. Okay. Move on to 18. កន្លែងនេះពាក់ព័ន្ធជាមួយនឹងលេខហើយនឹងការទៅសេជាអក្សរចំពោះលេខទាំងអស់នោះអញ្ចឹងយើងក៏លេខមើលតើអឺចម្លើយមួយណាដែលជាចម្លើយមានសរសេរត្រូវជាមួយនឹងលេខហ្នឹងអានេះយើងអានថា O ក៏បាន0ក៏បានដែរចំពោះលេខ0ណាអញ្ចឹងបើយើងអានO 2 11 18ហើយនឹង20អូខេអញ្ចឹងយើងក៏លេខមើលចម្លើយចំពោះចម្លើយ A គឺមាន O មាន12អូខេប៉ុន្តែកន្លែងនេះមាន2អញ្ចឹងអានេះអត់យកទេចម្លើយ B យើងមានពាក្យ0 2អូខេ0 2ត្រូវ1 1number នេះ number 11មិនមែន1 1ទេអញ្ចឹងអត់យកទេចម្លើយ C 0មាន2មាន11មានតែនេះគឺ18ត្រូវហើយ20ត្រូវអញ្ចឹងសង្ស័យប្រហែលជាចម្លើយ C ត្រឹមត្រូវយើងក៏លេខមើល D នៅសល់ប្រហើយ0មាន2មាន11មានប៉ុន្តែនេះគឺ80 80អ្នកនរ18ដល់8អញ្ចឹងគេបន្លំយើងកន្លែងហ្នឹងអញ្ចឹងចម្លើយត្រឹមត្រូវគឺ C អូខេnumber 19អានេះពាក់ព័ន្ធសំណួរសំណួរនេះគឺសួររកអាយុណា How old is your aunt បើយើងបកតើមីងឬក៏តើអ៊ំរបស់អ្នកមានអាយុប្រមាណអូខេ
ហើយដល់ពេលចម្លើយគេដាក់ say ចុច is 29កលេចមើលចម្លើយអីដែលបាត់គឺនៅសល់អីsorry យើងមានប្រធានអូខេហើយយើងត្រូវមានបន្ទាប់គឺត្រូវមានពពួក to be ហើយបន្ទាប់មកគឺមានជា number អញ្ចឹងទៅជាលេខជាអីចឹងណាអូខេកលេចមើលចម្លើយនេះគឺបាត់ប្រធានយើងកលេចមើលពាក្យខាងលើដោយសារតែខាងលើយើងមានពាក្យ and ហើយខាងក្រោមវាជាសព្វនាមដែលជំនួសពាក្យ and មនុស្សស្រីចាំមកជំនួសសព្វនាមគឺស្មើនឹងពាក្យ she អូខេហើយរបស់នេះគឺមានគេសាប់ស្រាប់ហើយអញ្ចឹងអត់ត្រូវការគេសាប់ទៅទៀតទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមាន A she អូខេចំណែកឯ B អត់ត្រូវទេ he ហ្នឹងគឺសម្រាប់មនុស្សប្រុសចំណែកឯ C វាមានពាក្យ she's មាន s នេះគឺមានន័យថា she is ហើយអាហ្នឹងក៏អត់យកដែរដោយសារគេសាប់ឲ្យយើងមានស្រាប់ហើយចំណែក D ក៏អត់យកដែរលក្ខខណ្ឌមិនខុសពី B ទេអញ្ចឹងចម្លើយត្រឹមត្រូវគឺមានតែមួយទេ the answer is A តោះ20គេដាក់ថា where ចុច she from ហើយចម្លើយគេដាក់ she ចុច from Japan កន្លែងនេះយើងចង់រចម្លើយដែលជាកន្លែងដែលត្រូវបំពេញចំពោះប្រឡោះពីរហ្នឹងយើងមើលរបស់ខាងលើជាសំណួរអីដែលមានគឺយើងឃើញមានស្រាប់គឺមានពពួក WA word អូខេដោយរាល់ដងណាហើយបន្តមកទៀតត្រូវបូកជាមួយនឹងពពួកគេអាស័ព្ទតែលើកនេះសូមលើកដោយជា to be តែម្ដងហើយបន្តមកយើងត្រូវមានប្រធានហើយនឹងមានពាក្យ from ចឹងទៅអូខេយើងកន្លែងមើលកន្លែងគេសាប់ to be ហើយនឹង subject វាត្រូវតែ parallel ជាមួយគ្នាឲ្យស្របមួយគ្នាដោយសារអីប្រធានរបស់យើងគឺជាតម្រងអីគេសាប់ក៏តម្រងដូចគ្នាចង់និយាយថាបើសិនជាឯវចនៈគឺឯវចនៈទាំងពីរអញ្ចឹងយើងកន្លែងមើលកន្លែងនេះសព្វនាមរបស់យើងគឺពាក្យ she គឺជានាមជាសព្វនាមដែលមានតម្រងជាឯវចនៈអញ្ចឹងកន្លែងគេសាប់នេះក៏ឯវចនៈដែរកន្លែងមើលចម្លើយរបស់យើងណាគឺមានតែ B ហើយនិង C ទេដែលមានចម្លើយ is ព្រោះ is ជាគេសាប់តម្រងឯវចនៈឬក៏ singular form ចំណែកឯចម្លើយមកខាងក្រោម she ក៏ប្រើជាមួយនឹងគេសាប់មិនខុសពីឥឡូវដែរគឺតម្រង singular form ដូចគ្នាអញ្ចឹងមានថាខាងលើក៏ is ខាងក្រោមក៏ is ដែរអញ្ចឹងយើងមើល the answer គឺមានតែមួយទេដែលត្រឹមត្រូវគឺ B អក្សរ C នេះត្រូវបានតែខាងមុខទេតែខាងក្រោយ am អត់ប្រើជាមួយនឹងសព្វនាម she ទេតោះអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងណាហើយយើងជួបគ្នាវីដេអូបន្ទាប់ដែលនឹងនិយាយអំពីតេស្តរបស់យើងតទៀត